អ្នកណាគេខ្លះដែលជាពាក់លុយគេអត់ចង់សងថ្ងៃនេះខ្ញុំចង់និយាយបន្តិចអំពីកូនបំណុលអ្នកណាគេខ្លះដែលជំពាក់លុយគេហើយអត់ចង់សងខ្លះសូមគិតពិចារណាឡើងវិញដោយសារខែនេះគឺជាខែបុណ្យខែទានសម្រាប់ខ្ញុំគិតថាលុយដែលបងឬក៏បងប្អូនដែលជំពាក់គេហ្នឹងណាបើសិនបងឬក៏បងប្អូនយកទៅធ្វើបុណ្យធ្វើទានណាក៏អត់អាចជួយយើងបានដែរអញ្ចឹងសម្រាប់ខ្ញុំបើសិនជាខ្ញុំជាកូនបំណុលវិញណាលុយដែលខ្ញុំយកទៅធ្វើបុណ្យធ្វើទានហ្នឹងណាខ្ញុំអាចជាបែរមកធ្វើបុណ្យជាមួយនឹងម្ចាស់បំណុលវិញទីមួយមិនលុយហ្នឹងគឺជាលុយក្តៅគឺជាលុយដែលយើងជំពាក់គេបើយើងយកទៅធ្វើបុណ្យធ្វើទានវាអត់ជាល្អប៉ុន្មានទេតាមខ្ញុំគិតណាប៉ុន្តែខ្ញុំគិតថាបងប្អូនប្រកាសជាគិតក្នុងន័យផ្សេងក៏មានដែរឬក៏តាមការគិតរបស់បងប្អូនទៅប៉ុន្តែសម្រាប់ខ្ញុំគិតថាលុយហ្នឹងមិនមែនជាលុយល្អទេអញ្ចឹងហើយគួរតែយកលុយទាំងហ្នឹងយកទៅសងម្ចាស់បំណុលវិញល្អជាងហើយក៏បានបុណ្យច្រើនជាងដែរពីព្រោះមិនជាកម្លាំងញើសឈាមរបស់ម្ចាស់បំណុលប៉ុន្តែបើសិនជាយើងយកទៅធ្វើបុណ្យធ្វើទានផ្សេងមួយហ្នឹងគឺវាត្រឹមត្រូវប៉ុន្តែត្រឹមត្រូវក្នុងន័យរបស់កូនបំណុលដូចខ្ញុំនិយាយខាងលើអញ្ចឹងយកលុយទាំងអស់នេះទៅសងម្ចាស់គេវិញទៅមួយនឹងបានបុណ្យជាងណាធ្វើឲ្យម្ចាស់បំណុលគេសប្បាយចិត្តជាងហើយពេលណាគេសប្បាយចិត្តពេលហ្នឹងហើយយើងបានបុណ្យបានទានដែរហើយអញ្ចឹងហើយសូមកូនបំណុលទាំងអស់នឹកគិតឡើងវិញពិចារណាឡើងវិញថាតើខ្ញុំនិយាយខាងលើនេះត្រូវឬក៏ខុសអញ្ចឹងអាចខមមិនប្រាប់ខ្ញុំបានណាខ្ញុំរឹងចាំទទួលសម្រាប់ខ្ញុំផ្ទាល់ខ្ញុំដឹងថាលុយទាំងអស់នេះគឺជាលុយក្តៅកុំយកទៅធ្វើបុណ្យអីល្អជាងយកមកសងម្ចាស់បំណុលវិញទៅ